សារដែលសំខាន់គឺមិនសិនទេបាទធំនោះមកទៀតធំនោះមកអើយទៀតចូលគៀននេះបុកថ្មព្រៀបសាក់មួយទៀតណាណូចុះមិនបាយក្បាលមកយើងចឹងអូខេសួស្តីអ្នកនរគ្នាសាជាថ្មីមួយរយៈនេះគឺថាស្ងប់ស្ងាត់ខាងព្រំដែនយើងខ្លាំងអញ្ចឹងហើយខ្ញុំក៏បានដកឃ្លៀប3 4ថ្ងៃដើម្បីទៅដើរលេងរីឡាខ្លួនឯងបន្ថែមដើម្បីសុខភាពយើងសុខភាពផ្លូវចិត្តណាអ្នកនរគ្នាអញ្ចឹងហើយគឺម្ដងនេះទៅឯទីក្រុងតិចសាសមួយសាទៀតយន្តហោះម្ដងនេះគឺចុះទៅឯ Houston ម្ដងព្រលឹមមុនគឺខ្ញុំបានទៅតិចសាសម្ដងហើយគឺថាពួកខ្ញុំបានជិះឡានទៅ27ម៉ោងតែឥឡូវនេះគឺបដូរបរិយាកាសជិះយន្តហោះទៅម្ដងហើយម្ដងនេះការជិះយន្តហោះរបស់ខ្ញុំទៅ3 4នាក់គឺថាចំណាយពេលវេលាតែ5 6ម៉ោងទេតែសំខាន់បំផុតនោះគឺនៅមានការរងចាំនៅតាមផ្លូវទៀតយើងត្រូវ transfer នៅតាមផ្លូវទៀតអញ្ចឹងអ្នកនរគ្នាទៅការជិះឡានគឺស្រួលមួយបែបហើយការជិះយន្តហោះគឺស្រួលមួយបែបការជិះយន្តហោះគឺថាលឿនបើជិះឡានគឺយូរតែសំខាន់គឺពួកយើងបានដាក់ជើងស្រួលអីស្រួលដេកស្រួលអីអញ្ចឹងតែពេលមកជិះយន្តហោះអ្នកនរគ្នាបានឃើញយើងគឺថាអង្គុយមកកន្លែងនិយាយទៅមកស្ពឹកហ្មងអ្នកនរហើយការទៅជើងនេះដែរគឺថា plan យើងគឺដដែលហើយគឺថាពួកយើងគឺទៅស៊ូថៃឥឡូវគាត់មកដល់ភ្លាមឡងតាមយប់គឺថាព្រលឹមឡើងចេញមកស៊ូថៃហ្មងស៊ូថៃទាំងអាកាសធាតុត្រជាក់មួយដែរដែលអត់បានជួបទេពីមុនគឺថាទៅសមុទ្រហើយអាកាសធាតុត្រជាក់ទៀតតែឥឡូវនេះមកមើលទឹកដីខាងតិចសាសវិញគឺថាក្តៅមកល្មមវមតែម្ដងខាងនៅ PA នេះគឺត្រជាក់មែនតើខាងរដ្ឋដែលខ្ញុំរស់នៅហើយនៅខាងតិចសាសនេះគឺធ្វើតនភាពគួរសមវាមិនត្រជាក់ពេកក្តៅពេកនិយាយទៅមកដូចយើងនៅស្រុកខ្មែរដែរខ្ញុំចង់បានអាកាសធាតុបែបហ្នឹងតែនៅពេលដែលចុះមកដល់លើសមុទ្រភ្លាមគឺថាពួកយើងនេះឃើញហើយអ្នកនរគ្នាគឺរុំអីគឺថាពាក់កៅអៅរៀងក្រាស់ជាងនៅមុនដោយសារវារៀងត្រជាក់ហើយនៅពេលដែលពួកខ្ញុំជិះអញ្ចឹងទៅគឺថាខ្យល់វាមកហ្នឹងវាដូចតែគុណនឹង2អញ្ចឹងត្រជាក់ 10% អញ្ចឹងទៅតែពេលខ្យល់មកថែមទៀតចូល50 60វាត្រជាក់មែនទែនធ្វើឲ្យពួកយើងនេះពេលខ្លះគឺចង់បកក្រោយវិញតែអត់ទេជំនះភាពប៉ុណ្ណឹងគឺថាយើងអត់ងាយបានមកទេយូរយើងមកម្ដងហ្នឹងទៅ2 3ថ្ងៃទេហើយ plan ខ្ញុំជើងនេះគឺមកបានតែ2 3ថ្ងៃទេមកតែមួយ plan ហើយគឺពួកខ្ញុំហោះចេញទៅវិញហើយពេលវេលាដែលពួកខ្ញុំបានមកដល់សមុទ្រនេះអ្នកទាំងអស់នេះគឺថាម៉ោងឡើងជាង10ហើយបានពួកយើងបានមកដល់ដោយសារពួកខ្ញុំយប់មិញហ្នឹងចុះយន្តហោះមកដល់ថាម៉ោង2:10ម៉ោង1មកដល់ផ្ទះទៀតម៉ោង2ម៉ោង3អញ្ចឹងហើយយើងក៏សម្រាប់យកកម្លាំងយកអញ្ចឹងទៅក៏អត់ប្រខំដូចលោកមុនចេញកាត់យប់ចេញអីយើងនេះគឺថាពួកយើងគេបានឆ្អែតអញ្ចឹងទៅហើយពួកយើងក៏បានមក enjoy នៅលើសមុទ្រទាំងអស់គ្នាឃើញមកស្ទូចត្រីស្ទូចអីបានតិចតួចទេលើកហ្នឹងគឺថាបានច្រើនទេគឺថាយើងមកហ្នឹងគឺដើម្បីតែខ្យល់អាកាសធាតុដូរបរិយាកាសមួយសាទៀតអញ្ចឹងទៅ2 3ម៉ោងក្រោយក៏ពួកយើងត្រឡប់ទៅវិញអញ្ចឹងពេលខ្លះគឺថាពួកយើងទាំងអស់គ្នាហ្នឹងគឺមិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាទេពួកយើងខំហើយរកលុយរកអីដើម្បីខ្លួនឯងអញ្ចឹងហើយក៏ត្រូវមានពេលវេលាដើម្បីខ្លួនឯងមួយដែរគឺថាពួកយើង enjoy អ្វីដែលពួកយើងនៅក្បែរខ្លួនយើងអាចធ្វើបានតែខ្លះទៅក៏គាត់ដើរលេងទៅខេត្តនេះខេត្តនោះរត់នេះរត់នោះនៅសហរដ្ឋអាមេរិកយើងអញ្ចឹងទៅបើថាបងប្អូនយើងនៅខ្មែរនោះមិនខ្វះទេកន្លែងដើរលេងថាសម្បូរមែនតើឲ្យតែយើងមានលុយហើយដល់ពេលឃើញខ្ញុំអាសាដើរអញ្ចឹងហើយគិតខ្ញុំថាខ្ញុំមានលុយហើយអីច្រើនណាស់ណាអញ្ចឹងអត់ទេគឺថាខ្ញុំអត់មានលុយទេតែខ្ញុំចូលចិត្ត enjoy ខ្លួនឯងបែប relax ព្រោះការងាររហងៃពួកយើងធ្វើទាំងអស់គ្នាគឺពួកយើងហត់អញ្ចឹងទៅយើងត្រូវការកម្លាំងចិត្តមួយដែរគឺដើម្បីឲ្យសុខភាពផ្លូវចិត្តយើងនឹងវាប្រសើរឡើងជាងមុនតែបើសម្រាប់អ្នកផ្សេងខ្ញុំអត់ដឹងទេគឺថាគេចាំមានលុយប៉ុណ្ណាគឺជារឿងរបស់គេតែសម្រាប់ខ្ញុំនេះគឺថាខ្ញុំអត់បាច់ចាំខ្ញុំអត់ពងអីច្រើនគឺថាមានលុយរាប់លានរាប់កោតអីដើម្បីទៅដើរលេងអត់ថាខ្ញុំធ្វើមិនឲ្យមានសមត្ថភាពមកខ្លួនឯងអាចដើរលេងអីចឹងទៅតិចតួចយកទេសភាពយកឲ្យអ្នកនរគ្នាបានឃើញនៅឯប្រទេសរបស់គេនឹងវាមានអីខ្លះអញ្ចឹងវាមានតែចំណាយអីច្រើនទេអ្នកនរគ្នាធំថាយើងដើរលេងដើម្បីឲ្យសុខភាពផ្លូវចិត្តយើងនឹងវាមានកម្លាំងនឹងធ្វើការតទៅមុខទៀតហ្នឹងហើយរបបតែនិយាយភ្លេចប្រាប់អ្នកទាំងអស់គ្នាថាមកជើងនេះប្លែកខ្លាំងមែនទែនគឺថាទូករបស់យើងនឹងគឺខូចម៉ាស៊ីនដោយសារអីគឺដោយសារទូករបស់បងគាត់អត់សូវបានប្រឆេះអញ្ចឹងគាត់រវល់ធ្វើការងាររបស់គាត់ដែរតពួកខ្ញុំមកអញ្ចឹងទៅបានយូរគាត់ប្រឆេះម្ដងតែឥឡូវវាមកដល់ភ្លាមវាចាប់ដើមធ្វើទុកម្ដងហើយតែពួកយើងបានធ្វើវាហើយក៏វាបាននាំយើងមកដល់កន្លែងហ្នឹងហើយគឺវាចាប់ដើមធ្វើទុកលែងឆេះមានន័យគឺពួកយើងនឹងគឺចេញស្នាដៃម្នាក់បន្តិចទៅធ្វើឲ្យទុកនឹងបានឆេះមកវិញបានមកដល់គោលដៅពេលយើងចតចំណតហ្នឹងថាពួកយើងពេលហ្នឹងហើយស្លន់ស្លោទាំងអស់គ្នាដែរហៅខហៅប៉ូលីសហៅអីគេមកយកហើយតែបើថានៅ call នៅអីហ្នឹងយ៉ាងតិចក៏2 3ម៉ោងដែរមកប៉ូលីសមកដល់ហើយចំណុចចុងក្រោយរបស់ពួកយើងហ្នឹងគឺមានតែពួកយើងហ្នឹងចេញស្នាដៃខ្លួនឯងធ្វើម្ដងតិចម្ដងម្នាក់បន្តិចអញ្ចឹងពួកយើងបានមកដល់កន្លែងញ៉ាំអីគឺថាថៃគឺយើងអត់បានទេគឺពួកយើងបានហ្នឹងអ្នកនរគ្នាបានឃើញអញ្ចឹងគឺថាទៅទិញ crawfish យកមកញ៉ាំជុំគ្នាល្ងាចហ្នឹង enjoy ជុំគ្នាទៅហើយស្អែកឡើងគឺពួកយើងបានហោះមកវិញហើយនេះជាទស្សនវិជ្ជាលើយន្តហោះនៅពេលព្រឹកហើយនឹងពេលយប់យើងបានមកដល់ហើយគឺយើងបានមកដល់ Pennsylvania វិញដោយសុវត្ថិភាពអ្នកនរគ្នាហើយប្រហែលថ្ងៃខាងមុខនេះទៀតគឺថានឹងមាន snow ព្យុះ snow ខ្លាំងមែនទែននៅរដ្ឋខ្ញុំរស់នៅហ្នឹងគឺរដ្ឋ Pennsylvania ហ្នឹងហើយអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នា enjoy វីដេអូរបស់ខ្ញុំហើយខ្ញុំនឹងមានវីដេអូថ្មីៗជូនអ្នកទាំងអស់គ្នាទៀត please follow page របស់ខ្ញុំផងអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនបាយបាយ